ឯកឧត្តមបណ្ឌិតអូស្មានហាសាន់ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសនិងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូបង្រៀនខ្មែរអ៊ីស្លាមបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការពង្រឹងវិស័យអប់រំអ៊ីស្លាមកម្ពុជានៅមជ្ឈមណ្ឌលអ៊ីស្លាមភ្នំពេញ PPIC នៅថ្ងៃទី3ខែមករាឆ្នាំ2026ក្នុងមតិស្វាគមន៍ឯកឧត្តមនុយស្លែប្រធានសមាគមគ្រូបង្រៀនខ្មែរអ៊ីស្លាមបានមានប្រសាសន៍ថាកិច្ចប្រជុំខាងលើមានគោលបំណងពិភាក្សាអំពីទូនាទីរបស់ថ្នាក់ដឹកនាំអ៊ីស្លាមគ្រប់លំដាប់ថ្នាក់ដឹកនាំអ៊ីម៉ាមខេត្តថ្នាក់ដឹកនាំគ្រឹះស្ថានសិក្សាគ្រូបង្រៀនខ្មែរអ៊ីស្លាមជាពិសេសបញ្ញវន្តមូស្លីមកម្ពុជាក្នុងការចូលរួមជាធ្លុងមួយដើម្បីពង្រឹងវិស័យអប់រំអ៊ីស្លាមឲ្យកាន់តែរីកចម្រើននិងរឹងមាំបន្ថែមទៀតនៅពេលអនាគតគណៈវិស័យអប់រំគឺជាវិស័យស្នូលក្នុងការអភិវឌ្ឍសហគមន៍អ៊ីស្លាមកម្ពុជាក្នុងឱកាសដ៏មានសារៈសំខាន់នេះឯកឧត្តមទេសរដ្ឋមន្ត្រីអូស្មានហាសាន់បានផ្ដាំផ្ញើនិងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំអ៊ីស្លាមគ្រប់លំដាប់ថ្នាក់ជាពិសេសលោកគ្រូអ្នកគ្រូនិងបញ្ញវន្តខ្មែរអ៊ីស្លាមទាំងអស់ត្រូវបន្តខិតខំពង្រឹងសមត្ថភាពនិងចំណេះដឹងឲ្យកាន់តែទូលំទូលាយបន្ថែមទៀតឯកឧត្តមបានសង្កត់ធ្ងន់ថាយើងចាំបាច់ត្រូវមានទស្សនវិស័យវែងឆ្ងាយនិងផែនការសកម្មភាពច្បាស់លាស់ក្នុងការផ្ទេរចំណេះដឹងប្រកបដោយគុណភាពដល់សិស្សានុសិស្សដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអប់រំក៏ដូចជាអភិវឌ្ឍសហគមន៍អ៊ីស្លាមកម្ពុជាឲ្យមានភាពរឹងមាំរីកចម្រើននិងប្រកបដោយនិរន្តរភាពឯកឧត្តមទេសរដ្ឋមន្ត្រីបានរំលឹកពីការលះបង់របស់គ្រូបង្រៀនខ្មែរអ៊ីស្លាមកាលពីអតីតកាលដែលបង្រៀនដោយស្ម័គ្រចិត្តនិងពឹងផ្អែកតែលើប្រាក់ឧបត្ថម្ភបន្តិចបន្តួចពីអ្នកភូមិប៉ុណ្ណោះដើម្បីឆ្លើយតបនឹងការខិតខំនេះចាប់តាំងពីឆ្នាំ2015មករាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនិងបន្តដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានបញ្ចូលគ្រូបង្រៀនខ្មែរអ៊ីស្លាមប្រមាណ1500នាក់ទៅក្នុងក្របខ័ណ្ឌរដ្ឋរបស់ក្រសួងអប់រំយុវជននិងកីឡាដែលផ្ដល់ប្រាក់បៀវត្សរ៍និងអត្ថប្រយោជន៍ផ្សេងៗដោយគ្រូបង្រៀនទូទៅសូមជម្រាបជូនថាក្នុងកិច្ចប្រជុំខាងលើក៏មានការពិភាក្សាតាក់ទងនឹងប្រធានបទសំខាន់ៗរួមមានទូនាទីរបស់ថ្នាក់ដឹកនាំនិងគណៈអ៊ីម៉ាមគ្រប់លំដាប់ថ្នាក់ទូនាទីសមាគមគ្រូបង្រៀនខ្មែរអ៊ីស្លាមទូនាទីប្រព័ន្ធផ្សព្វផ្សាយនិងប្រធានបទផ្សេងទៀតដើម្បីគាំទ្រវិស័យអប់រំអ៊ីស្លាម